ngày nay nhom đừng no mà rong bụng mày bong ổn một tốt ná ca toกระจกเจลบายคล้ายๆสะอาดบายธรรมជាតិจังนะบองប្អូនធ្លាប់តែឃើញខ្ញុំធ្វើវីដេអូកញ្ចក់វែងៗចឹងណាថ្ងៃនេះខ្ញុំមកតកញ្ចក់បែបខ្លីៗងាយៗស្រួលៗហើយលឿនមែនតើបងប្អូនហើយបងប្អូនទស្សនាវីដេអូនេះហើយនឹងមានប្រយោជន៍ដល់បងប្អូនជាងសាឡនថ្មីដែលគាត់ទៅរៀនគាត់អាចមើលហើយអាចយកទៅធ្វើតាមបានហើយខ្ញុំបរៀនច្បាស់មួយមើលទៅបងទៅវងយើងចាប់ផ្ដើមបិទចុងកញ្ចក់ចឹងណាបិទចុងកញ្ចក់ឲ្យសពកញ្ចក់ទាំងអស់មកបងប្អូនហើយបន្ទាប់មកយើងកាត់យើងសេរីរូសតាមដែលគាត់ពេញចិត្តចឹងណាពេលដែលយើងកាត់យើងសេរីរូសហើយបងប្អូនស្រឡាញ់រៀងជ្រុងយើងរូសជ្រុងទៅហើយបើភ្ញៀវគាត់ស្រឡាញ់រៀងមូលយើងរូសមូលចឹងទៅហើយតាមដែលចិត្តគាត់ស្រឡាញ់ចឹងណាបងប្អូនហើយខ្ញុំបង្រៀននេះបែបច្បាស់មែនតើហើយវីដេអូនេះមានប្រយោជន៍ដល់បងប្អូនខ្លាំងមែនតើហ្មងហើយបងប្អូនកុំភ្លេចជួយ Subscribe Channel YouTube ខ្ញុំមួយផងហើយជាបន្ទាប់យើងរុះដុសខាត់ឲ្យស្អាតសេរីរាងឲ្យអស់យើងចាប់ផ្ដើមរកក្នុងកញ្ចក់បងប្អូនពេលដែលយើងរហ្នឹងយើងរឲ្យសឹកឲ្យស៊ីឲ្យអាចុងកញ្ចក់ដែលយើងបិទហ្នឹងស្មើនឹងសាច់កញ្ចក់មកយើងរសឹកចឹងណាពេលយើងរស្មើមកវាស្អាតវា smooth អញ្ចឹងណាមានរាងកញ្ចក់ឲ្យស្រាប់ហើយពេលបន្ទាប់មកយើងចាប់ដើមលាបទឹកភ្ជាប់ហើយចាំយើងចាក់ជែលតាមក្រោយអញ្ចឹងណាពេលដែលយើងចាក់ជែលហើយបងប្អូនយើងត្រូវការរូបកញ្ចក់នឹងទៀតណាហើយពេលដែលខ្ញុំចាក់ជែលហ្នឹងខ្ញុំចាក់មកម្រាមអាំងមកម្រាមដោយសារជែលវាហៀអញ្ចឹងទៅយើងចាក់ហើយយើងត្រូវការអាំងចាក់មួយអាំងមួយចាក់មួយអាំងមួយបងប្អូនដោយសារជែលហ្នឹងវារៀងជ្រាយអញ្ចឹងណាចាក់មួយអាំងមួយចាំមកបងប្អូនហើយបន្ទាប់ពីយើងចាក់ជែលគ្រប់ម្រាមហើយអស់ចាំយើងចាប់ផ្ដើមរូសអញ្ចឹងណាបងប្អូនហើយថ្ងៃហ្នឹងខ្ញុំមកធ្វើម៉ូតកញ្ចក់រៀងសាបងាយស្រួលដោយសារម៉ូតកញ្ចក់នេះសាមញ្ញអញ្ចឹងណាមើលទៅស្អាតបែបធម្មជាតិអត់មានពិបាកញ៉ៃអីធ្វើម៉ូតអីច្រើនទេហើយសាមញ្ញមែនតើម៉ូតកញ្ចក់មួយហ្នឹងហើយបងប្អូនជាងសាឡនថ្មីគាត់មើលហើយគាត់អាចយកទៅអនុវត្តតាមអញ្ចឹងណាហើយពេលដែលយើងចាក់ជែលគាត់ម្រាមហើយអស់បងប្អូនយើងចាប់ដើមលាបថ្នាំពណ៌អញ្ចឹងណាភ្ញៀវគាត់កំងពណ៌រៀងឈូកបាច់សាច់តិចអញ្ចឹងណាគល់ហើយបន្ទាប់មកចុងហ្នឹងយើងលាបពណ៌រៀងលឿងតែពណ៌នេះខ្ញុំអត់លាបដោយសារខ្ញុំចង់បានអំប្រេសអញ្ចឹងខ្ញុំយកពណ៌លឿងហ្នឹងមកតបចុងតិចអញ្ចឹងណាយើងតបទៅឲ្យវាចេញអំប្រេសមើលទៅឡើង smooth អញ្ចឹងណាហើយកញ្ចក់ពេលដែលធ្វើឲ្យបងប្អូនអើយស្អាតហើយបែបធម្មជាតិអញ្ចឹងណាមើលទៅរៀងខ្លីៗដូចកញ្ចក់យើងពិតអញ្ចឹងហើយកញ្ចក់តនេះបើបងប្អូនរូសទម្រង់ស្អាតកញ្ចក់ចេញមកក៏ស្អាតដែរដូចកញ្ចក់ពិតអញ្ចឹងមែនតើយើងរូសទម្រង់រូសអីស្អាតទៅហើយកញ្ចក់យើងចេញមកហ្នឹងមើលទៅស្អាតណាហើយកញ្ចក់ដែលគាត់ធ្វើឲ្យនេះស្អាតមែនតើបងប្អូនហើយគាត់អត់សូវកំងម៉ូតញ៉ៃអីច្រើនទេអញ្ចឹងទៅគាត់ចង់ឲ្យធ្វើកាត់ខ្លីៗអញ្ចឹងណាមើលទៅបែបធម្មជាតិអញ្ចឹងណាបងប្អូន